កូនណាយើងជាមេគ្រួសាររឿងណាត្រូវធ្វើចាញ់ក៏ចាញ់ចោះឈ្នះគ្មានបានការស្អីទេក្រៅពីការបែកបាក់ភាពមិនសមប្រកបនោះគេប៉ឹងលើយើងដែលជាមេគ្រួសារយើងមានសមត្ថភាពអាចដឹកនាំមនុស្សជាច្រើនអ្នកបានវាជាកិត្តិយសរបស់យើងអំណាចដែលយើងមានតែចាញ់ក្រោមដៃប្រពន្ធតែម្នាក់ណាវាក៏មិនអន់ទៅណាទេប្រពន្ធជាមនុស្សស្រីដែលយើងស្ម័គ្រក្បែរស្ម័គ្រថែដោយសច្ចាគ្រប់សពក្នុងថ្ងៃមង្គលការដូច្នេះណាចាញ់ប្រពន្ធម្នាក់វាក៏មិនអាប់អោនកិត្តិយសយើងឡើយបើកូនខ្លាំងហើយប្រពន្ធខ្លាំងទៀតវានឹងរលាយមែនណាមង្គលការមួយនេះនោះរឿងចំណងមង្គលការបន្ទាប់ពីរៀបមង្គលការរួចបាន6ខែប្តីប្រពន្ធមួយគូនេះបែរជាសាបរលាបចិត្តរៀងខ្លួននាពេលនេះអ្នកដែលជាប្រពន្ធកំពុងតែនៅផ្ទះខាងឪពុកម្ដាយកូនអើយបាយទឹកសិនទៅកុំតគិតច្រើនពេកមានរឿងអីយើងក៏អាចដោះស្រាយវាបានដែរសំខាន់ឲ្យតែយើងមានចិត្តធ្ងន់ធ្វើចិត្តឲ្យស្ងប់ដូចជាទឹកណាកូនកូនឯងឃើញឬក៏អត់ថាទឹកវាត្រជាក់រហូតមិនដែលចេះក្តៅទេមិនក្តៅរបៀបម៉េចខ្ញុំដាក់ដាំលើភ្លើងពេលវាពុះវាក៏ជ្រុលសឹងអីទៅហើយក្តៅណាស់អាពេលពុះភ្លាមនឹងមានដឹងដែរឬអត់ឪវាឯងបើមិនដឹងទេកុំចេះតែនិយាយពេកខ្ញុំដូចជាមិននិយាយអីខុសទេទឹកវាត្រជាក់រហូតមែនហ្នឹងទឹកក្នុងបឹងទឹកក្នុងដងអីហ្នឹងណាតែទឹកខ្លះវាក៏ក្តៅហួតហែងដែរពេលដែលអាកាសធាតុក្តៅខ្លាំងទឹកក្តៅយកតែមែនទេខ្ញុំនិយាយពីទឹកនៅត្រជាក់ចង់ប្រៀបធៀបកូនឲ្យវាមានចិត្តត្រជាក់ដោះស្រាយបញ្ហាជាមួយធម៌ត្រជាក់វាល្អបំផុតតើយល់ដែរទេកូនឯងក៏មានចិត្តក្តៅដូចម្ដាយធ្វើចិត្តត្រជាក់ដូចទឹកកកហូបបាយទៅកូនហើយចាំងូតទឹកដេកដល់ពេលរសៀលចាំទៅផ្ទះវិញកុំនៅផ្ទះម៉ែឪក្រែងលោវាមានរឿងទាស់ទែងគ្នាកូនស្រីកូនឯងស្អាតបើអស់ចិត្តហើយណាលេងលះគ្នាហ្មងទៅកូនជឿម៉ែទៅអ្វីនឹងល្អប្រសើរឡើងវិញមើលអ្នកម្ដាយគេបដៅកូនម៉ែវាឯងអត់មានទៅបដៅកូនបែបហ្នឹងទេណាយើងគួរណាតែសម្រុះសម្រួលឲ្យកូនត្រូវគ្នាអត់មានបញ្យុះកូនថែមទេពុកម៉ែខ្ញុំមិនកាត់អីទេដូច្នេះពុកម៉ែកុំបាច់មកពិបាកចិត្តដោយសារតែខ្ញុំអីពេលសាបាយទៅណាពុកម៉ែមើលដឹងថាក្នុងចិត្តកូនមិនស្រួលទេកូនស្រីបើកូនរស់នៅក្នុងចំណងមង្គលការនឹងលេងបានណាផ្ទះយើងស្វាគមន៍កូនជានិច្ចកូនឯងជាកូនមាសកូនពេជ្ររបស់ម្ដាយឪពុកផ្ទះយើងណាស្អាតផាសុខភាពហើយកក់ក្ដៅណាស់ម៉ែវាល្មមបានហើយឲ្យកូនវាសម្រួលគ្នាទៅខ្ញុំជឿជាក់ថាកូនយើងអាចដោះស្រាយបានដោយសន្តិវិធីដោយចិត្តអំណត់អត់ធ្មត់ហើយអាចលៃប្រែស្ថានភាពឲ្យត្រឡប់មកល្អវិញដូចដើមកូនដឹងឮហើយថាកូននឹងប្រទះបញ្ហាអ្វីខ្លះបើកូនចិត្តក្តៅស៊ូធ្វើជាត្រីដែលអាចរស់នៅបានតែក្នុងទឹកត្រជាក់ស៊ូធ្វើចិត្តស្ងប់ប្រសើរជាងឆេវឆាវណាកូនចាប់ពុកខ្ញុំនឹងស្ដាប់តាមសម្ដីពុកស្ដាប់តែឪវាទេតែអត់ស្ដាប់ឯងសោះកូននេះទៅហូបបាយទៅកូនចាប់ពុកឪពុកម្ដាយកូនក៏បានបន្តបាយទឹកជុំគ្នាតែម្ដងចេញពីធ្វើការត្រឡប់មកដល់ផ្ទះវិញបែរជាផ្ទះស្ងាត់គេក៏បានចូលទៅដល់ក្នុងបន្ទប់ហើយក៏ឃើញរូបថតមង្គលការរបស់ខ្លួនមង្គលការមួយនេះតើនៅបន្តបានយូរដល់ពេលណាមិនក៏ពួកយើងចេះតែរកម្មរកោសនឹងគ្នាគ្មានពេលស្រាកស្រានអញ្ចឹងជួបមុខគ្នាដូចជាអត់ចេះអស់រឿងឆ្លោះគ្នាសោះមួយថ្ងៃសំតែរឿងឆ្លោះប្រកែកគ្នាស្របពេលជាមួយគ្នានោះប្រពន្ធរបស់គេក៏បានមកដល់ផ្ទះវិញអូនទៅមកពីណាម៉ោង6ល្ងាចទៅហើយខ្ញុំមកពីផ្ទះពុកម៉ែខ្ញុំឃ្លានបាយមែនអត់ទេបងគ្រាន់តែសួរបងហូបបាយមកពីក្រៅរួចហើយមិនចាំបាច់អីលំបាកដល់អូនទេល្អដែរតែអញ្ចឹងបាយក្រៅរាល់ថ្ងៃទេកុំឲ្យអង្គផងហើយក៏មិនចាំបាច់ហត់រៀបចំបាយទឹកអីទេអូនដូចជាត្រង់លេងមែនទែនហើយតាបងទៅមកពីធ្វើការបងក៏ចេះហត់នឿយដែរទោះការងារមិនហត់តែបងហត់ចិត្តរបស់បងយល់ចិត្តបងខ្លះដែរឬក៏អត់បងវាហត់ចិត្តផ្លូវចិត្តបងត្រូវការរងាប់ត្រូវការស្ងប់តែអូនឯងដុតឲ្យឆេះរហូតខ្ញុំមិនបានធ្វើអីទេខ្ញុំនិយាយតាមត្រង់សោះបើបងឯងមិនបាយទឹកនៅផ្ទះទេសងអង្គហើយក៏មិនហត់ធ្វើម្ហូបនៅចង្ក្រានក្តៅបាច់ញើសជោគទេប៉ិតឬក៏មិនប៉ិតឥឡូវហ្នឹងវាពិតសម្រាប់អូនឯងតែសម្រាប់បងវាពិបាកស្ដាប់
យើងជាប្តីប្រពន្ធជួយនិយាយឲ្យពិរោះស្ដាប់ផងបងមិនចង់ត្រឡប់មកផ្ទះវិញហើយឮសម្ដីទាំងនេះទេ បើមិនចង់លឺកុំចូលផ្ទះបងឯងអត់លឺទេកំហុសក៏មិនមែនមកពីខ្ញុំដែរព្រោះបងឯងមិនចេះទប់ចិត្តខ្លួនឯងមង្គលការយើងវាប្រហែលជាត្រូវនឹងរលត់នៅក្នុងថ្ងៃណាមួយមិនខានទេ ហើយវាក៏មកពីយើងជាដើមហេតុទើបមង្គលការយើងវារលាយ ខ្ញុំជឿថាបងឯងអាចមានដំណោះស្រាយសម្រាប់ខ្លួនឯងបានដើម្បីកែតម្រូវមង្គលការរបស់យើងតែមើលទៅបងឯងបាត់មិនចង់ទេតែមង្គលការនេះវាចិត្តរលត់ផុយស្រួយហើយ មែនហើយវាព្រោះតែបងទាំងអស់អូនឯងក៏រួមចំណែកបើគ្មានអូនជួយជន់បន្លិចបំផ្លាញបង្ងើយកតាយក្នុងមង្គលការនេះទេវាក៏មិនមានសភាពបែបនេះដែរ បងឯងប្រហែលជាចង់ឈ្នះហើយប្រឹងអើយប្រឹងបកាយតាំងសរសៃកម្លឹងនោះបើបងឯងមិនស្ងាត់មាត់ទេខ្ញុំនឹងដើរចេញពីទីនេះភ្លាមក្នុងពេលឥឡូវនេះខណៈពេលនេះចាប់ផ្ដើមស្ងាត់ហើយអ្នកជាប្តីក៏មិនហ៊ានប្រកែកអ្វីបន្តទេអ្នកជាប្រពន្ធក៏បានចូលដេកតែម្ដងទៅនៅកន្លែងធ្វើការអត្ថាមកធ្វើការក្នុងថ្ងៃនេះទាំងអារម្មណ៍មិនល្អ ខ្ញុំហើយខ្ញុំមិនដឹងថាត្រូវធ្វើបែបណាទៀតទេ ស្របពេលជាមួយគ្នានោះលេខារបស់គេក៏បានចូលមកក្នុងបន្ទប់របស់គេសួស្ដីលោកប្រធានខ្ញុំមានរឿងមកជម្រាបលោកប្រធានខាងទីផ្សាររបស់យើងបានរាយការណ៍មកថាខែនេះលក់មិនសូវជាដាច់ប្រមាណទេព្រោះតែស្អីខ្ញុំដូចជាមិនឃើញកាត់អីផងខាងទីផ្សារដំណើរការធម្មតាលក់ដាច់ដោយរាល់ខែនតា លោកប្រធានគឺខ្ញុំទៅតែទទួលបានដំណឹងមកមុននេះដូចគ្នាបើលោកប្រធានមិនជឿទេលោកប្រធានមើលនេះទៅ ទុករបាយការណ៍នៅនឹងហើយចាំខ្ញុំពិនិត្យមើលព្យាយាមធ្វើការផងណាកុំគិតទៅវក់នឹងទូរស័ព្ទពេកម៉ោងការងារត្រូវឲ្យដឹងថាម៉ោងការងារបើខ្ញុំចាប់បានម្ដងទៀតពួកយើងនឹងត្រូវមានការពមៀនជាមួយគ្នាហើយ ចាលោកប្រធានខ្ញុំសូមលាទៅធ្វើការវិញសិនហើយនិយាយហើយនាងក៏បានចាកចេញទៅ មានរឿងឈឺក្បាលគ្រប់ទិសខ្ញុំហើយខ្ញុំ នាពេលរសៀលម្ដាយក្មេកម្លេងផ្ទះខែណាបានទទួលបាយទឹកម្ដាយក្មេកហើយក៏បានជជែកនឹងម្ដាយក្មេកកូនស្រីម៉ែសួរកូនដូចឆោតកូនអាចបញ្ជាក់បានឬអត់ថារវាងកូននិងប្តីកូនណាវាមានបញ្ហាអីខ្លះពួកកូនទៅតែរៀបការបាន6ខែទេវាស្ថិតក្នុងរយៈពេលខ្លីណាស់បើមានចំនួនកំប្រើអារម្មណ៍ពួកយើងអាចធ្វើចិត្តត្រជាក់ហើយបើកទូលាយនិយាយគ្នាដោយភាពមេត្តាណាកូនស្រីម្ដាយស្រឡាញ់កូនដោយកូនបកើតអញ្ចឹងតែបើប្តីកូនធ្វើខុសឆ្គងលើកូនហើយបកើតតែរឿងរ៉ាវមិនល្អឲ្យកូននោះកូនអាចប្រាប់ម្ដាយបានម្ដាយនឹងស្ដីបដៅកូនប្រុសម្ដាយជំនួសកូនណាម៉ែខ្ញុំនឹងគាត់មានបញ្ហាមែនវាជារឿងដែលមិនចូលចិត្តគ្នាពួកយើងដូចជាភ្លើងអញ្ចឹងម្នាក់ជំនះរកភាពជាមេប៉ាគ្មាននរណាចង់ធ្វើជាកូនចៅកូនបង្កប់គេទេខ្ញុំគិតថាមង្គលការរបស់ពួកយើងវាអាចនឹងចិត្តដល់ពេទ្យអត្រីរលាយហើយអូនណែកូនកុំនិយាយបែបនេះកូនមិនគួរធ្វើអញ្ចឹងទេកូនត្រូវអត់ធ្មត់ណាកូនត្រូវរៀនបើកចិត្តនិយាយគ្នាឲ្យកាន់តែច្បាស់ហើយពេលនោះកូនអាចនឹងបន្តដំណើរទៅមុខជាមួយគ្នាដោយមិនមានរឿងរកាំរកោសមកពាក់ព័ន្ធនៅក្នុងមង្គលការនេះទៀតណាកូនកូនសាកសម្ដីផ្អែមនិយាយដាក់ប្តីខ្លះទៅកូនអាចប្រើមាយារបស់កូនបានម៉ែជឿថាប្តីកូននឹងស្ដាប់តាមកូនគ្រប់ម៉ាត់ហើយម៉ែក៏នឹងបដៅកូនម៉ែបន្ថែមដែរចាខ្ញុំនឹងសាកល្បងណាម៉ែចាកូនស្រីនាពេលយប់យន់អត្ថាមកដល់ផ្ទះវិញដោយសភាពស្វឹងស្រាចូលដល់ក្នុងបន្ទប់ដេកដោយឃើញប្រពន្ធគេក៏បានបន្លឺឡើង ប្រពន្ធរបស់ខ្ញុំមិនទាន់ដេកទៀតចាំប្តីមកពីធ្វើការវិញមែនឥឡូវបងមកផ្ទះវិញហើយអូនឯងនៅតែតោះតាយដាក់បងវាជាមូលហេតុដែលបងមិនចង់ចូលផ្ទះពីក្បាលប្រលប់ចូលផ្ទះវិញធ្វើអីបើប្រពន្ធធ្វើហីដាក់អូនអើយបងអត់ចង់មកឆ្លោះប្រកែកជាមួយប្រពន្ធទេតែចិត្តបិសាចបញ្ជាបងឲ្យឆ្លោះប្រកែកជាមួយប្រពន្ធបងសុំទោសបងខុសហើយតើមង្គលការយើងអាចរីកលូតលាស់ទៅមុខស្រស់បំប្រងបានមែនទេគ្មានការលែងលះប្រពន្ធទេប្រពន្ធក៏មិនគួរធ្វើខ្លាំងដែរបើពេលបងនិយាយថាលែងលះអូនដាច់ខាតត្រូវតែនិយាយថាណូដឹងដែរទេកុំខ្លាំងចំពោះរឿងហ្នឹងណាបើមិនចង់ទឹកភ្នែករហាមរៀងខ្លួនទេបងសានិយាយពីលោម៉ាបងហើយដេកលក់បាត់ហើយមែនដេកលក់ទាំងឈនហ្នឹងឯងប្តីបងឯងដេកលក់ហើយមែនហើយកំពូលចាប់ហើយអ្នកដែលជាប្រពន្ធក៏បានជួយប្តីដាក់ទៅដេកលើគ្រែព្រឹកស្អែកភ្លេចខ្ទេច
ធានា100លើ100នាពេលព្រឹកឡើងអថារៀបចំចេញពីផ្ទះដើម្បីទៅធ្វើការខណៈដែលប្រពន្ធក៏ទៅតែមកពីផ្សារដូចគ្នា អូនឯងមកពីផ្សារវិញហើយហ៎តែបងទៅមិនបានចេញពីផ្ទះបងដេកជ្រុលម៉ោង10បាត់ទៅហើយអត់ដាស់បងអញ្ចឹងក្រែងដឹងហើយមែនទេថាបងត្រូវទៅធ្វើការអូនឯងចង់ឲ្យបងខកខានទៅធ្វើការមែនទេ ថ្ងៃត្រង់មកផ្ទះបាយឬអត់នឹងខ្ញុំរៀបចំបាយទឹកហូបជុំគ្នាណា បងមកអូនអញរៀបចំបាយទឹកឲ្យបងពេលថ្ងៃត្រង់ហ្នឹងមិនមែនកុំកុហកបងណា មិនកុហកទេមកបាយថ្ងៃត្រង់បានណាទៅធ្វើការដោយអារម្មណ៍ស្រស់ថ្លាទេទៅបំពេញការងារបានល្អ បានបងដឹងហើយបងទៅធ្វើការសិនហើយអញ្ចឹង អថាចាក់ចេញពីផ្ទះតែម្ដងឆ្លើយមកបែបស្លើទៀតឲ្យលោកប្តីអថាត្រូវម្ដាយទេហៅឲ្យទៅជួបដល់ផ្ទះលុះពេលជួបជជែកនឹងម្ដាយគេក៏បានស្ងប់ស្ងាត់ផ្លូវចិត្តកូនណាយើងជាមេគ្រួសាររឿងណាត្រូវធ្វើចាញ់ក៏ចាញ់ចោះឈ្នះគ្មានបានការស្អីទេក្រៅពីការបែកបាក់ភាពមិនសមប្រកបនោះគេពឹងលើយើងដែលជាមេគ្រួសារយើងមានសមត្ថភាពអាចដឹកនាំមនុស្សជាច្រើនអ្នកបានវាជាកិត្តិយសរបស់យើងអំណាចដែលយើងមានតែចាញ់ក្រោមដៃប្រពន្ធតែម្នាក់ណាវាក៏មិនអន់ទៅណាទេប្រពន្ធជាមនុស្សស្រីដែលយើងស្ម័គ្រក្បែរស្ម័គ្រថែដោយសច្ចាគ្រប់សពក្នុងថ្ងៃមង្គលការដូច្នេះណាចាញ់ប្រពន្ធម្នាក់វាក៏មិនអាប់អោនកិត្តិយសយើងឡើយបើកូនខ្លាំងហើយប្រពន្ធខ្លាំងទៀតវានឹងរលាយមែនណាមង្គលការមួយនេះនោះ អរគុណម៉ែហើយដែលបានស្ដីបដៅខ្ញុំបើអញ្ចឹងខ្ញុំលាម៉ែសិនហើយប្រពន្ធចាំបាយថ្ងៃត្រង់នេះផង អាថាបានចាក់ចេញពីផ្ទះម្ដាយមកដល់ផ្ទះវិញប្រពន្ធរៀបចំបាយទឹករួចល្មម អូនបាយទឹកឆ្អិនអស់ហើយមែនទេបងមានរឿងចង់និយាយបងសុំទោសដែលបងធ្វើជាមេគ្រួសារតែលើប្រកែកចង់តែឈ្នះគ្រប់ពេលវេលាតែបើវានាំឲ្យយើងធ្លាក់ជ្រោះវាធ្វើឲ្យយើងរលាយមង្គលការនេះបងស្បន់បងអត់ប៉ងធ្វើវាទៀតទេបងអន់ចិត្តដែលប្រពន្ធបង្ងើយកតាយដាក់ប្តីតែប្រហែលជាបងមិនយល់ពីជំរឿចិត្តប្រពន្ធទើបសុកប្រពន្ធបង្ងើយកតាយដាក់បងមិនចង់ឲ្យមង្គលការយើងត្រូវរលាយទេបងសុំទោសណា ចឹងខុសរៀងខ្លួនដែលចឹងខ្លាំងទាំងពីរនាក់ខ្ញុំក៏សុំទោសខ្ញុំនឹងមិនខឹងស្ងាត់មិនបង្ងើយកតាយទៀតទេហើយក៏នឹងបែរមុខមកនិយាយរកគ្នាពេលដែលខឹងឬក៏អន់ចិត្តអ្វីមួយនោះ បានយើងនឹងចាប់ផ្ដើមសារជាថ្មីដើម្បីមង្គលការនេះលូតលាស់ស្រស់បំប្រងឈានទៅរកតែសុភមង្គលនៃមង្គលការយើង ចាវានឹងស្រស់បំប្រងបើចឹងចិត្តធ្ងន់រៀងខ្លួននោះ បានយើងត្រូវគ្នាវិញហើយ ចាប្តីប្រពន្ធអ្នកទាំងពីរក៏បានចាប់ដៃគ្នាកសាងសុភមង្គលនៃមង្គលការនេះឡើងវិញដោយរស់នៅប្រកបដោយចិត្តធ្ងន់រៀងខ្លួន